ចំណាយលុយត្រឹមតែ 5,000 រៀលទេបងប្អូនអរគ្នាទិញជើងមុនកន្លះគីឡូមកធ្វើជ្រក់ហូបខ្លួនឯងមកឆ្អែតបាន 4-5 នេះអស់បងប្អូនចាហើយជើងមុនកន្លះគីឡូគឺថាច្រើនខ្លាំងមែនទែនតែម្ដងដោយសារជើងមុនរបស់គាត់ហ្នឹងគឺគាត់ស្រស់រួចរាល់អស់ហើយបងប្អូនអរគ្នាអញ្ចឹងខ្ញុំទិញគាត់យកមកហ្មងទៅបងប្អូនជើងមុនដែលខ្ញុំទិញហ្នឹងគឺថាវាអត់ធំទេបងប្អូនគឺថាទូចមកល្មមប៉ុន្តែជាតិសាហាវខូខើតែម្ដងបងប្អូនអរគ្នាមកចិត្តញ៉ាំជើងមុនធំទេបងប្អូនចូលចិត្តអាទូចអញ្ចឹងណាបងប្អូនអរគ្នាចាហើយខ្ញុំងាយមិននិយាយទៅកម្របានហូបខ្លាំងមែនទែនជាមួយនឹងជើងមុនដែលយើងធ្វើជ្រក់ធ្វើអីហ្នឹងគាត់ដែរទេបើថាចង់ហូបគឺទល់តែទិញគេអញ្ចឹងប៉ុន្តែថ្ងៃនេះគេថាទិញគេដែរប៉ុន្តែយើងយកមកធ្វើជ្រក់ខ្លួនឯងបើថាទិញគេធ្វើជ្រក់ខ្លួនឯងស្រាប់ជ្រក់ស្រាប់គឺថ្លៃហ្មងបងប្អូនតែបើថាយកមកទិញឲ្យមកធ្វើខ្លួនឯងចេះគឺអត់ថ្លៃបងប្អូនយើងទិញគ្រឿងនិយាយទៅគ្រឿងបាច់ចាំទិញទេយើងមានបើយើងស្រាប់ហើយគឺវាចំណេញដែរអញ្ចឹងណាបងប្អូនចាឥឡូវនេះគឺថាយើងមកនេះឲ្យបងប្អូនអរគ្នាយើងមកចាត់វារៀងឆ្មាល់មកបងប្អូនអរគ្នាហើយគ្រឿងរបស់យើងមានគុលក្រៃមានលក្ខក្រូចសើចមានម្ដេងអញ្ចឹងណាបងប្អូននិយាយទៅមានម្ទេសមានអីនឹងឯងចាអត់មានអីពិបាកទេងាយស្រួលក្នុងការធ្វើខ្លាំងមែនតើអត់មានអីពិបាកស្រស់សម្រាប់ខ្ញុំឥឡូវនេះខ្ញុំចាប់ផ្ដើមចាត់ជាមួយនឹងក្រូចសើចបងប្អូនអរគ្នាក្រូចសើចរបស់យើងនឹងយើងចាត់វាឆ្មាល់មកហើយជើងមុនគេស្រស់ម្ដងហើយប៉ុន្តែខ្ញុំយកវាមកស្រស់ម្ដងទៀតបងប្អូនអរគ្នាដោយសារអីដោយសារវាជាប់បងប្អូនគេដាក់ក្នុងទូកក់ទៅវាជាប់ហើយមានក្លិនទីទួយអញ្ចឹងខ្ញុំយកវាមកស្រស់ទឹកម្ដងទៀតបងប្អូនអរគ្នាហើយនេះយើងចាប់ផ្ដើមចាត់ម្ដេងចាត់អីរបស់យើងមកបងប្អូនអរគ្នាចាយើងចាត់បានហើយគឺយើងដាក់វាក្នុងចានមកក្នុងកតូហ្នឹងបងប្អូនអរគ្នាហើយជើងមុនខ្ញុំស្រត់យូរបងប្អូនដោយសារវាឆ្អិនស្រាប់ហើយខ្លាចទុកយូរទៅវាឆ្ងាញ់អញ្ចឹងណាបងប្អូនអរគ្នាតែទុកយូរពេកគឺវាលេងឆ្ងាញ់បងប្អូនអញ្ចឹងយើងមុំយើងដាក់វាចាញ់មកបងប្អូនអរគ្នាចាឥឡូវនេះគេថាខ្ញុំស្រស់ប្រហែលជា3នាទីអីហ្នឹងបងប្អូនអរគ្នាយើងយកវាចាញ់មកចាឥឡូវនេះមើលគ្រឿងរបស់យើងទៅមានម្ទេសមានលក្ខក្រូចសើចមានអីចឹងទៅមុនដំបូងខ្ញុំធ្វើការចិតក្រូចដើម្បីបុកទឹកត្រីកោះកុងបងប្អូនអរគ្នាតបពីថាចិតក្រូចហើយខ្ញុំធ្វើការបុកទឹកត្រីកោះកុងរបស់យើងមានម្ទេសមានខ្ទឹមសហើយសម្រាប់ម្ទេសគឺយើងដាក់ឲ្យច្រើនអញ្ចឹងបងប្អូនកាន់តែហឹលគឺថាកាន់តែឆ្ងាញ់តែម្ដងណាបងប្អូនអរគ្នាចាខ្ញុំធ្វើការបុកវាឲ្យម៉ត់មកបន្តមកទៀតខ្ញុំធ្វើការចាក់ជាមួយនឹងទឹកត្រីរបស់យើងចូលបងប្អូនអរគ្នាទឹកត្រីខ្ញុំដាក់2វែកបងប្អូនអរគ្នា2វែកចាឥឡូវនេះខ្ញុំដាក់ទឹកក្រូចចូលដោយសារក្រូចរបស់ខ្ញុំរៀងតិចខ្ញុំដាក់ទឹកខ្មេះចូលបន្តិចដែរបងប្អូនប៉ុន្តែពេលហ្នឹងនេះបងប្អូនដាក់ទឹកខ្មេះបន្តិចហើយបងប្អូនអរគ្នាដោយសារក្រូចរបស់យើងអត់សូវជូរហើយបន្តមកទៀតខ្ញុំក៏ធ្វើការចាក់គ្រឿងដែលយើងបានហាន់មិញហ្នឹងបងប្អូនអរគ្នាហើយមិនបាច់បុកទេយើងគ្រាន់តែកូរច្បល់អានេះវិធីធ្វើរបស់ខ្ញុំឯណាបងប្អូនអត់ដឹងថាបងប្អូនវិធីធ្វើបងប្អូនមិនទេចាអានេះខ្ញុំធ្វើហូបខ្លួនខ្ញុំប៉ុន្តែរសជាតិគឺឆ្ងាញ់ខ្លាំងមែនទែនតែម្ដងបងប្អូនអត់មានថាអត់ឆ្ងាញ់អត់មានអីទេគឺឆ្ងាញ់ឥឡូវនេះខ្ញុំចាប់ផ្ដើមកូរច្បល់វាឲ្យបងប្អូនអរគ្នានិយាយថាតំណងគាត់តែឃើញប៉ុណ្ណឹងមកគឺថាស្រក់ទឹកមាត់3-4 ពាងបាត់ចាហើយសម្រាប់បងប្អូនមិនដឹងទេណាតែខ្ញុំគឺថាចូលចិត្តណារឿងជ្រក់ជើងមាន់រឿងជ្រក់អីក៏ដោយបងប្អូនអរគ្នាប៉ុន្តែដោយសារជើងមាន់ថ្ងៃនេះអត់មានលក់ទេបងប្អូនគឺកម្រមែនទែនតែម្ដងតបតែឃើញបងប៉ាល់គាត់លក់អញ្ចឹងទៅខ្ញុំទិញគាត់យកមកធ្វើហ្មងទៅបងប្អូននេះជើងមុនកន្លះគីឡូនិយាយថាច្រើនមិនមែនកន្លះគីឡូអញ្ចឹងបងប្អូនគាត់ថាច្រើនខ្លាំងមែនទែនតែម្ដងហ្មងបងប្អូនអរគ្នាចាហើយហូបមួយទៅរសជាតិគាត់ថាឆ្ងាញ់ដែរខ្ញុំធ្វើភ្លាមយើងទុកមានពេលទុកទូទឹកកកប្រហែលជា1ម៉ោងទៅកន្លះម៉ោងអីហ្នឹងគឺវាឆ្ងាញ់ជាងនឹងទៀតបងប្អូនมันច្រើនទេណាកន្លះគីឡូណាស្រាលបានប្រអប់ដាក់ក្នុងមួយថ្ងៃគឺថាញ៉ាំតែម្ទេសញ៉ាំតែហិលថ្ងៃបងប្អូនអរគ្នាបើនិយាយពីថាមុខវិញគឺថាមិនថាមុខបងប្អូនឬក៏មុខខ្ញុំមាន 100% គូតែងតែឡើងមុនឡើងរ៉ូលមែនអត់ហើយខ្ញុំរីកមិនមែនតែជាមួយនឹងស្រីជូនមកអេសាននេះនិយាយទៅគឺថាវាល្អប្រើល្អយកតែមែនតែបងប្អូនអរគ្នាពីមុនមុខរបស់ខ្ញុំមុនខ្លាំងណាស់បន្ទាប់ពីថាខ្ញុំបានប្រើអស់ប្រហែលកំប៉ុងហើយខ្ញុំឃើញថាមុខរបស់ខ្ញុំរៀងស្បីខ្លះហើយបងប្អូនអរគ្នាអញ្ចឹងបងប្អូនមានបញ្ហាមុខមុនមិនថាបងប្អូនមានមុនកប់មុនខ្ទុះមុនធំមុនដបោកឬបងប្អូនមានមុខស្នាមចំអាចរត់ទៅសាច់ក្រហមអីទេបងប្អូនអាចយកស្រីអេសាននេះទៅប្រើប្រាស់បានស្រីអេសាគឺថាស្តង់ដារផលិតមកពីប្រទេសជប៉ុន 100% បងប្អូនអរគ្នាជាពិសេសគឺថាផ្ទុកទៅដោយទឹក collagen ដែលជួយចិញ្ចឹមស្បែករបស់យើងបានល្អខ្លាំងមែនទែនជួយពង្រឹងជំរុញកសកាចាស់ពេលដែលជូតទៅគឺថាធ្វើមុខយើងតឹងភ្លឺលងក្មេងជាងវ័យបងប្អូនអរគ្នាបងប្អូនចង់បានคลิกទៅម្ចាស់ brand ដែលខ្ញុំមិនសិនឈ្មោះខាងលើនឹងបានណាបងប្អូន